ជំរាបសួរសួស្តីអ្នកទាំងអស់គ្នាជួបខ្ញុំម្ដងទៀតហើយកាលពីថ្ងៃទី4អ្នកទាំងអស់គ្នាស្ថានទូតប្រាំងគឺគាត់បានបើកឲ្យអ្នកចូលទស្សនាអញ្ចឹងណាអញ្ចឹងទៅក្នុងហ្នឹងក៏មានខ្ញុំម្នាក់ដែរនិយាយទៅខ្ញុំទៅស្ថានទូតប្រាំងហ្នឹងមិនមែនជាលើកទី1អ្នកទាំងអស់គ្នាគឺខ្ញុំទៅជាលើកទី2ហើយអញ្ចឹងណាហើយអញ្ចឹងទៅនៅតែចង់ទៅទៀតដោយសារតែនៅក្នុងហ្នឹងគេសួរខ្ញុំថាតើមានអីគេមើលខ្លះអញ្ចឹងតើតាអ្នកទៅបានដឹងថាមានអីគេមើលខ្លះខ្ញុំអត់ចង់ spoil ទេបើសិនជាគេបើកនៅថ្ងៃក្រោយអ្នកទាំងអស់គ្នាអាចអញ្ជើញទៅមើលបានណានិយាយទៅមានប្រវត្តិសាស្ត្រជាច្រើនបើសិនជាអ្នកទាំងអស់គ្នាទៅអ្នកទាំងអស់គ្នានឹងបានស្វែងយល់ដោយខ្លួនឯងអញ្ចឹងណាហើយក៏មានអ្នកដែលពូដែលគាត់ធ្វើការនៅកន្លែងហ្នឹងគឺគាត់ក៏បាននិយាយប្រាប់យើងដែរថាកន្លែងនេះជាកន្លែងអីគេកន្លែងនេះជាកន្លែងអីអញ្ចឹងអ្នកទាំងអស់គ្នាអាចអញ្ជើញទៅបានហើយអញ្ចឹងទៅអ្នកទាំងអស់គ្នានឹងដឹងរឿងរ៉ាវជាច្រើននៅក្នុងនឹងអញ្ចឹងណាហើយថ្ងៃដែលខ្ញុំទៅនឹងដែរគឺខ្ញុំទៅជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំលើកមុនក៏ទៅជាមួយនឹងគាត់ដែរប៉ុន្តែថ្ងៃនេះគឺថែមជាមួយនឹងសមាជិកម្នាក់ទៀតដែលត្រូវជាមិត្តភ័ក្តិរបស់ខ្ញុំនឹងឯងអញ្ចឹងទៅគាត់ក៏ទៅជាមួយពួកខ្ញុំដែរហើយពួកយើងក៏បានថតរូបថតអីអញ្ចឹងណាដោយសារតែខ្ញុំធ្លាប់ទៅម្ដងហើយអញ្ចឹងទៅរូបថតខ្ញុំមិនសូវជាបានថតទេប៉ុន្តែខ្ញុំកាន់ថតជាវីដេអូវិញអញ្ចឹងណាពីព្រោះចង់ឲ្យលើកមុនហ្នឹងដោយសារខ្ញុំមានថតវីដេអូបានច្រើនប៉ុន្តែខ្ញុំក៏បានលុបចោលខ្លះហើយដល់ពេលអញ្ចឹងទៅនៅពេលដែលខ្ញុំស្វែងរកយកមកផុសវិញគឺវាបានតែតិចតួចទេអញ្ចឹងហើយទៅលើកហ្នឹងគឺខ្ញុំចង់ថតវាជាសារជាថ្មីអញ្ចឹងណាឲ្យបានឃើញនៅ full story ទាំងអស់នៅក្នុងបរិវេណដែលគេបើកឲ្យចូលនឹងកន្លែងខ្លះក៏គេបើកឲ្យចូលកន្លែងខ្លះទៀតក៏គេត្រូវបានហាម5ហើយកន្លែងនេះដែរគឺជាធ្នោហ្នឹងបើតាមដែលខ្ញុំដឹងហ្នឹងគឺជាធ្នោអ្នកដែលស្លាប់កាលពីសម័យអាណានិគមនិយមបារាំងណាទាំងអស់គ្នាអញ្ចឹងទៅមានមនុស្សជាច្រើនដែលគាត់បានទៅហើយគាត់ក៏បានថតរូបថតអីនៅកន្លែងហ្នឹងដែរហើយខ្ញុំក៏មិនសូវជាហ៊ានថតជាប់គេប្រហែលដែរលើកលែងតែចៃដន្យដោយសារតែយើងខ្លាចចិត្តគេដែរអញ្ចឹងណាអ្នកទាំងអស់គ្នាតាមពិតទៅខ្ញុំមិនមែនជាអ្នកនេះអីទេប៉ុន្តែគ្រាន់តែចង់ថតវីដេអូទុកជាអនុស្សាវរីយ៍ហើយនៅក្នុងទីកន្លែងហ្នឹងដែរនៅដើមឈើនីមួយៗគឺគេសិតតែដាក់អក្សរឲ្យយើងដឹងអញ្ចឹងណាមិនថាជនបរទេសឬជនជាតិខ្មែរទេគាត់អាចអានព្រោះមានទាំងភាសាខ្មែរនិងភាសាអង់គ្លេសហើយដើមឈើនេះដែរគឺស្អាតមែនតើអ្នកណាទៅក៏គេថតនៅកន្លែងហ្នឹងដែរនិយាយទៅនៅក្នុងនេះភាគច្រើនគឺសម្បូរទៅដោយដើមឈើអញ្ចឹងគឺម្លប់ត្រជាក់មែនតើហើយខ្យល់អាកាសបរិសុទ្ធទៀតហើយក៏មានសត្វជាច្រើនប៉ុន្តែនៅពេលដែលខ្ញុំទៅហ្នឹងគឺឃើញមានភាគច្រើនគឺសត្វស្វាអញ្ចឹងណាហើយដោយសារតែឃើញទេសភាពស្អាតពេកនៃដើមឈើនីមួយៗហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគាត់ក៏បានថតរូបជាច្រើនដែរជាក់ស្ដែងកាលពីទៅលើកមុនហ្នឹងក៏គាត់ថតច្រើនដែរដោយសារខ្ញុំទៅលើកនេះខ្ញុំអត់សង្វាតនៅក្នុងការថតរូបទេគឺខ្ញុំចង់បានជាវីដេអូវិញអញ្ចឹងហើយដោយសារតែខ្ញុំទៅតែដឹងពីវិធីថតវីដេអូពីក្រោយកាមេរ៉ាក្រោយថ្មីដែរខ្ញុំក៏បានកាន់ថតជាវីដេអូអីអញ្ចឹងទៅអ្នកទាំងអស់គ្នាណាមួយទៀតខ្ញុំក៏ចង់ទុកជាអនុស្សាវរីយ៍មិនថាទៅប្រហែលដងទេខ្ញុំនៅតែចង់មានអីជាអនុស្សាវរីយ៍អញ្ចឹងណាហើយដើរទៅក៏បាននឹកឃើញសត្វស្វាដូចខ្ញុំថាអញ្ចឹងនៅពេលដែលខ្ញុំទៅគឺខ្ញុំបានឃើញតែសត្វស្វាទេអ្នកទាំងអស់គ្នាគឺច្រើនមែនតើហ្មងនៅពេលដែលគាត់ឃើញមនុស្សគឺគាត់ដើរចេញមកអញ្ចឹងណាហើយម្នាក់នេះខ្ញុំក៏មិនដឹងថាគាត់កំពុងតែមានអារម្មណ៍បែបណាដែរប្រហែលជាសែតផងក៏មិនដឹងដែរអញ្ចឹងណាអ្នកទាំងអស់គ្នាគឺគាត់អង្គុយម្នាក់ឯងនៅនឹងហើយអត់រត់តាទេនៅពេលដែលឃើញមនុស្សអញ្ចឹងណាហើយដូចអ្នកទាំងអស់គ្នាខ្ញុំបានជម្រាបពីមុននឹងអញ្ចឹងគឺនៅក្នុងនោះក៏សុទ្ធតែដើមឈើតែម្ដងអញ្ចឹងណាហើយមានដើមប្រភេទខុសៗគ្នាជាច្រើនអញ្ចឹងអ្នកដែលទៅគឺគាត់អាចអាននៅដែលគេដាក់ផ្លាកនៅខាងមុខដើមឈើនីមួយៗហ្នឹងថាវាជាប្រភេទដើមអីអញ្ចឹងណាហើយដើរទៅទៀតក៏ឃើញស្វាមួយទៀតដែលគាត់អង្គុយនៅរៀងស្ងួតស្ងាត់ដែរអញ្ចឹងទៅក៏ឆ្លៀតថតគាត់បន្តិចទៅហើយនៅពេលថ្ងៃដែលខ្ញុំទៅហ្នឹងគឺមានមនុស្សជាច្រើនមានទាំងសិស្សសាលាមានទាំងអ៊ំពូមីងយាយតាហើយមានគេដាក់ស្លាកដូចនៅទីនេះអញ្ចឹងអ្នកទាំងអស់គ្នាគេថាជាទីកន្លែងនៃការចងចាំអញ្ចឹងអ្នកទាំងអស់គ្នាបានដឹងហើយនៅក្នុងសម័យអាណានិគមនិយមបារាំងហ្នឹងគឺមានប្រវត្តិសាស្ត្រជាច្រើនពាក់ព័ន្ធជាមួយនឹងស្ថានទូតបារាំងដែរអញ្ចឹងអ្នកទាំងអស់គ្នាទៅនឹងបានអានប្រវត្តិសាស្ត្រនៅទីនោះផងដែរហើយមានមនុស្សជាច្រើននិយាយទៅគាត់បានទៅអញ្ចឹងណាមិនថាអ៊ំពូមីងយាយតាទេគាត់បានទៅរំលឹកនៅអនុស្សាវរីយ៍អ្នកខ្លះលោកយាយលោកតាខ្លះក៏គាត់បាននិយាយអំពីពេលនោះដែរហើយ
មានផ្លូវខ្លះក៏គេបានហាមប្រាមផ្លូវខ្លះក៏គេបើកឲ្យយើងដើរឆ្លងកាត់អីអញ្ចឹងទៅហើយខ្ញុំដើរមកដល់ទីនេះខ្ញុំក៏បានឃើញដើមឈើជាច្រើនហើយដើមឈើមួយនោះគឺរាងខ្ពស់មើលទៅគួរឲ្យស្អាតខ្ញុំក៏បានថតពវល់មកជុំអញ្ចឹងទៅអ្នកទាំងអស់គ្នាហើយមិត្តភក្តិខ្ញុំគាត់អ្នកទាំងអស់គ្នាឃើញថាខ្ញុំថតម្នាក់ឯងហ្នឹងដោយសារតែខ្ញុំអត់ខ្លាចគេអត់ចង់ចូលវីដេអូអីអញ្ចឹងទៅខ្ញុំក៏កាន់ថតម្នាក់ឯងអញ្ចឹងទៅហើយស្រះនេះដែរខ្ញុំមិនបានជាចាំទេដូចជាភ្លេចដែរដោយសារតែមានបងប្រុសម្នាក់គាត់នៅទីនោះហើយគាត់បានប្រាប់ខ្ញុំដែរថានេះគឺជាអណ្ដូងតែមិនដឹងថាអណ្ដូងអីចឹងទេអ្នកទាំងអស់គ្នាខ្ញុំក៏បានភ្លេចដែរអធិស្ឋានហើយបន្តមកទៀតដោយសារតែខ្ញុំឃើញលោកយាយគាត់ក៏អញ្ជើញទៅទស្សនាដែរអញ្ចឹងទៅគាត់ក៏ថតរូបថតអីអញ្ចឹងណាដោយសារតែមានកូនចៅគាត់អ្នកដែលនាំទៅហ្នឹងក៏ថតរូបជូនគាត់អញ្ចឹងទៅគាត់ក៏រៀបចំខ្លួនដើម្បីថតរូបហើយខ្ញុំនឹកឃើញដល់លោកយាយរបស់ខ្ញុំអញ្ចឹងទៅខ្ញុំក៏លួចថតគាត់ទៅអធិស្ឋានផងលោកយាយដែលមិនបានប្រាប់គាត់ជាមុនហើយអ្នកដែលទៅអាចថានឹងពិបាករកបន្ទប់ទឹកប៉ុន្តែនៅទីនេះគឺមានបន្ទប់ទឹកនៅខាងក្រៅអ្នកទាំងអស់គ្នាអាចចូលបានហើយមានសិស្សសាលាជាច្រើនខ្ញុំឃើញសិស្សសាលាមកពីសវណ្ណភូមិហើយសិស្សសាលាផ្សេងទៀតពាក់អាវពណ៌ក្រហមហ្នឹងខ្ញុំមិនបានចាំទេអ្នកទាំងអស់គ្នាហើយបន្តមកទៀតទីនេះគឺថតទៅឃើញស្អាតមែនតើអ្នកខ្លះអត់ដឹងអាចថានៅស្រុកគេប៉ុន្តែអត់ទេអ្នកទាំងអស់គ្នាគឺនៅស្ថានទូតបារាំងនេះឯងហើយមានមនុស្សជាច្រើនដែលគាត់អញ្ជើញទៅនៅក្នុងនោះដល់កន្លែងហ្នឹងគឺដឹងតែគេថតរូបហ្មងអ្នកទាំងអស់គ្នាហើយមិនចង់ថាថតដោយជាប់គេជាប់ឯងគឺអត់បានទេដោយសារតែទីនេះគឺមនុស្សជាច្រើនគាត់គឺចង់ថតនៅកន្លែងហ្នឹងអញ្ចឹងណាអ្នកទាំងអស់គ្នាហើយនៅពេលដែលអ្នកទាំងអស់គ្នាទៅគឺមិនត្រឹមតែឲ្យបានចូលទស្សនានៅកន្លែងផ្សេងប៉ុណ្ណឹងទេប៉ុន្តែគេក៏មាន refreshment លក្ខណៈថាជាអាហារសម្រន់អីអញ្ចឹងណាហើយជាមួយនឹងកាហ្វេទឹកឲ្យយើងញ៉ាំដែរហើយពេលនោះខ្ញុំក៏បានចូលរំរងជួរដើម្បីទទួលយកអាហារសម្រន់ផងដែរជាមួយនឹងកាហ្វេអញ្ចឹងណាប៉ុន្តែខ្ញុំអត់បានចាំដល់កាហ្វេទេដោយសារតែមនុស្សច្រើនពេកអ្នកទាំងអស់គ្នាដំបូងឡើយគឺមនុស្សតិចទេប៉ុន្តែដល់ពេលយូរទៅគឺច្រើនទៅហើយខ្ញុំឃើញនំប៉័ងនេះគឺវាធំមែនតើហើយខ្ញុំក៏បានថតមកដោយសារតែឃើញនំប៉័ងធំអញ្ចឹងណាអញ្ចឹងទៅក៏នៅឃើញថាមើលទៅគួរឲ្យស្រស់ស្អាតអញ្ចឹងទៅក៏ខ្ញុំថតទៅអ្នកទាំងអស់គ្នាឆាកនៅទីនេះគឺរស់រាយមែនតើគាត់ថាអញ្ជើញមកយកបានអញ្ចឹងទៅប៉ុន្តែយើងត្រូវឈរតាមលំដាប់លេខរៀងអញ្ចឹងណាយើងអាចទៅមុនគេបានទេនេះជាសុជីវធម៌អ្នកទាំងអស់គ្នាហើយមានអាហារសម្រន់មានរសជាតិប្រភេទផ្សេងគ្នាអ្នកទាំងអស់គ្នាអាចយកញ៉ាំបានខ្ញុំក៏មិនសូវចាំថាមានជាប្រភេទអីខ្លះដែរគ្រាន់តែអីដែលខ្ញុំជ្រើសរើសយកហ្នឹងគឺដូចជារសជាតិពេញប៉ោះដោយសារតែគេមានជា avocado ហើយជាពណ៌លឿងនេះគឺខ្ញុំមិនសូវចាំដែរដូចជាដំណាប់ស្វាយអ្នកទាំងអស់គ្នាហើយបន្តមកគឺពណ៌ខៀវនេះគឺ avocado លក្ខណៈគេហៅដូចជាជាតិតំណាំអញ្ចឹងណាអ្នកទាំងអស់គ្នាហើយបន្តមកទៀតពេញប៉ោះខ្ញុំក៏បានយកអានឹងឯងហើយបន្តមកទៀតក៏តម្រង់ជួយយកកាហ្វេប៉ុន្តែខ្ញុំមិនបានដើរដល់កាហ្វេទេទៅដល់កន្លែងទឹកក៏យកតែទឹកហើយក៏ចេញមកតែម្ដងទៅអ្នកទាំងអស់គ្នាទឹកហ្នឹងគឺគេចាក់ដាក់កែវឲ្យអញ្ចឹងណាចានេះគឺបាននំហើយលក្ខណៈថាមិនសូវជាក្លៀនហ្មងទេតែមើលរៀងខ្មុំដែរដោយសារពេលដែលខ្ញុំទៅហ្នឹងគឺខ្ញុំទៅតែញ៉ាំអីហើយអញ្ចឹងព្រោះខ្ញុំដឹងថាអាចនឹងចូលទៅយូរហើយបន្តមកទៀតក៏គេមានប្រចាំងស្លាយនៅខាងក្នុងកន្លែងយកអាហារសម្រន់ហ្នឹងដែរអ្នកទាំងអស់គ្នាគឺគេឲ្យយើងឃើញពីស្ថានភាពពីមុនហើយនឹងពេលគេកែលម្អអញ្ចឹងណាដោយសារតែស្ថានភាពពីមុនគឺមិនទាន់ជាស្អាតបែបហ្នឹងទេប៉ុន្តែក្រោយមកគេក៏បានកែលម្អអញ្ចឹងគឺគេដាក់ភាពខុសគ្នានៃកន្លែងនីមួយឲ្យយើងដើម្បីបានមើលអញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាបានទៅនឹងបានទស្សនាឃើញប៉ុន្តែពេលខ្លះទៅខ្ញុំសង្កេតឃើញថានៅពេលនៅថ្ងៃនោះដែរគឺមិនសូវជាមានអ្នកចាប់អារម្មណ៍នៅលើ slide ហ្នឹងប្រហែលទេប៉ុន្តែខ្ញុំក៏ឆ្លៀតថតទុកទៅអញ្ចឹងណាអ្នកទាំងអស់គ្នាដោយសារតែមិនសូវជាមានអ្នកមើលប្រហែលដែរហើយខ្ញុំក៏បានថតអីអញ្ចឹងទៅតែអ្នកដើរមកគាត់មិនបានចាប់អារម្មណ៍ប៉ុន្តែបែរជាចាប់អារម្មណ៍នៅពេលដែលខ្ញុំថតទៅវិញអញ្ចឹងពេលដែលខ្ញុំថតហ្នឹងគឺគាត់ចាប់អារម្មណ៍គាត់ក៏កលេចមើលហើយគាត់ក៏បានឈប់មើលជាបន្តបន្ទាប់ដែរប៉ុន្តែមុនពេលដែលខ្ញុំថតហ្នឹងគឺមិនមាននរណាម្នាក់ដែលគាត់ចាប់អារម្មណ៍នោះទេប៉ុន្តែពេលដែលខ្ញុំកំពុងថតដោយសារគេប្រហែលជាអាចនឹងឆ្ងល់ថាតើខ្ញុំកំពុងតែថតអីដូច្នេះហើយគេក៏បានឈប់នឹងមើលពី slide នីមួយដូចគ្នាដែរអញ្ចឹង slide ហ្នឹងគឺគេអត់ចាក់តែម្ដងទេអ្នកទាំងអស់គ្នាគឺគេចាក់ចប់ហើយគឺគេនៅតែបន្តចាក់
ជាបន្តទៀតដោយសារ slide នេះវាចំណាយពេលប្រហែលជា2 ឬ 3 នាទីអីដែរអញ្ចឹងតម្រាំតែអស់អញ្ចឹងទៅនៅពេលដែលចប់ហើយក៏គេនៅតែចាក់ឡើងវិញដែរអញ្ចឹងណាអ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាបានមើលព្រោះអ្នកខ្លះអាចថាចប់ហើយគាត់មិនបានមើលពីដើមមកគាត់អាចនៅមើលឡើងវិញបានអញ្ចឹងណាហើយមាន chef អីដែលគាត់ប្រចាំការនៅទីនេះផងដែរហើយនេះដែលក្មេងសិស្សសាលាដែលខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីដំបូងអញ្ចឹងណាអញ្ចឹងទៅគឺពួកគាត់ក៏បានមកលេងដែរក្មេងៗទាំងអស់នោះគឺថតរូបនិយាយទៅជាលក្ខណៈក្រុមសាលាអញ្ចឹងណាហើយមើលលោកយាយគឺគាត់ចូលចិត្តថតអីអញ្ចឹងទៅនិយាយទៅខ្ញុំឃើញលោកយាយចាស់គឺខ្ញុំនឹកទៅដល់លោកយាយខ្ញុំមែនតើអ្នកទាំងអស់គ្នាបើសិនជាគាត់អាចឡើងមកភ្នំពេញបានខ្ញុំក៏ចង់នាំគាត់ឲ្យទៅមើលដែរអញ្ចឹងណាហើយបន្តមកទៀតដោយសារតែវាថ្ងៃរៀងក្តៅដែរខ្ញុំក៏រកកន្លែងអង្គុយមកលុបអង្គុយអញ្ចឹងណាអ្នកទាំងអស់គ្នាអង្គុយមើលគេមើលឯងអញ្ចឹងទៅនិយាយទៅឃើញអ្នកផ្សេងគាត់សប្បាយរីករាយនៅក្នុងការថតរូបនៅក្នុងការនេះមែនតើអ្នកខ្លះគាត់ក៏បានយកគ្រួសារយកអីដូចជាលោកយាយលោកតាចូលទៅទស្សនាដែរអញ្ចឹងណាហើយអ្នកខ្លះទៀតខ្ញុំឃើញមានខ្ញុំអាចនិយាយបានថាសិស្សប្អូនចាស់ដោយសារតែខ្ញុំបានចប់មហាវិទ្យាល័យយូរដែរហើយអញ្ចឹងទៅខ្ញុំក៏បានឃើញកូនថតទទួលសញ្ញាបត្រនិយាយទៅសំណាងមែនតើដែលគាត់ត្រូវទទួលសញ្ញាបត្រហើយគាត់បានមកថតនៅក្នុងស្ថានទូតប្រាំងនេះដោយសារតែស្ថានទូតប្រាំងគឺគេមិនបើកឲ្យជារៀងរាល់ថ្ងៃទេអ្នកទាំងអស់គ្នាគឺគេបើកនៅពេលដែលគេអនុញ្ញាតតែប៉ុណ្ណោះដូច្នេះហើយគឺគាត់ពិតជាសំណាងមែនតើដែលបានគាត់ថតគេហៅថា pre graduate នៅក្នុងនឹងតែម្ដងណាប៉ុន្តែគាត់មិនបានជាជួលជាងអីទេអ្នកទាំងអស់គ្នាតាមពិតទៅយើងថតទៅទូរស័ព្ទដៃក៏វាបានស្អាតល្អដែរឲ្យតែយើងចេះថតអីអញ្ចឹងណាហើយបន្តមកទៀតដោយសារតែខ្ញុំចង់បានវីដេអូរបៀបលក្ខណៈថាមើលទៅរបៀបនេះអីអញ្ចឹងខ្ញុំក៏ដាក់កាមេរ៉ាចោលតែមិនដឹងថាហេតុអីបានវាព្រើអញ្ចឹងទេអ្នកទាំងអស់គ្នាលក្ខណៈថាចង់បានដើររបៀបជាគេសម្ដែងដូចជានៅក្នុងដែល trending ថ្មីប៉ុន្តែខ្ញុំមិនបានជាចាំបទនោះទេហើយនៅពេលដែលខ្ញុំដើរចោលដើរឡើងហ្នឹងក៏មានគេនៅច្រើនពេកលក្ខណៈថារៀងថាអៀនអញ្ចឹងហើយខ្ញុំក៏មកអង្គុយវិញតែដល់ពេលហើយទៅខ្ញុំសម្រេចចិត្តថាខ្ញុំចង់ថតឲ្យបានសម្រេចខ្ញុំក៏ដាក់ម្ដងទៀតតែនៅពេលដែលដាក់ម្ដងទៀតហ្នឹងគឺនៅតែមិនសូវជានិយាយអញនិយាយមិនថាមិនជោគជ័យទេអ្នកទាំងអស់គ្នាដោយសារតែមានកូនក្មេងគាត់ក៏ដើរទៅដើរមកហើយខ្ញុំនឹងក៏ដើរមើលទៅមិនសូវជាអារម្មណ៍ផ្ដោតអារម្មណ៍ទៀតអញ្ចឹងទៅចេះកលេចមើលគេមើលឯងដោយសារតែយើងរៀងអៀនដែរអញ្ចឹងណាហើយជាចុងក្រោយខ្ញុំក៏បានដើរចូលមកនៅផ្លូវចេញដែរអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ